នៅក្នុងវិស័យជលផលនវានុវត្តន៍បានបន្ថែមតម្លៃផលិតផលបែបប្រពៃណីការហាលសម្ងួតត្រីនិងការផលិតប្រហុកត្រូវបានផ្លាស់ប្រែក្រោមកិច្ចគាំពារពីគម្រោង Catfish Capture ដោយបំប្លែងពីរបៀបបុរាណទៅជាបច្ចេកវិទ្យាទំនើបនិងមានសុវត្ថិភាពគម្រោង Catfish Capture បានគាំទ្រការប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យដោយរក្សាគុណភាពផលិតផលពីកត្តាអាកាសធាតុនិងការចម្លងរោគនានាជួយឲ្យផលិតផលមានអនាម័យខ្ពស់ក្រោយពីខ្ញុំបានទទួលទូសម្ងួតយកមកប្រើប្រាស់មានភាពងាយស្រួលក្នុងការផលិតបាជាពគាក្រៀមឬក្រុមចំពោះទីដែលហាក្រៀមនេះហើយបង្កើនទំនុកចិត្តដល់អតិថិជនអ្នកប្រើប្រាស់ជាងគាត់មានទំនុកចិត្តបញ្ជាទិញច្រើនជាងមុនបង្កើនប្រាក់ចំណូលទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ផ្ដើមចេញពីការហាលសម្ងួតតាមបែបឆ្លាតវៃការអភិវឌ្ឍនៅតែបន្តក្នុងវិស័យជលផលប្រហុកដែលជាមុខម្ហូបពេញនិយមរបស់ពលរដ្ឋខ្មែរបានផ្លាស់ប្ដូររូបរាងថ្មីគម្រោង Catfish Capture បានជួយគាំទ្រដល់ក្រុមហ៊ុន Conferel ការច្នៃប្រហុកប្រពៃណីទៅជាទម្រង់ប្រហុកម្សៅថ្មីសមស្របសម្រាប់ការនាំចេញតាមរយៈគម្រោង Catfish Capture ដែលបានគាំទ្រមកកាន់សិប្បកម្មរបស់យើងទៅលើការអភិវឌ្ឍនៅផលិតផលថ្មីបង្កើននៅសមត្ថភាពផលិតតាមរយៈការផ្ដល់ឲ្យនៅម៉ាស៊ីនក៏ដូចជាការសិក្សាផ្សេងទៅលើទីតាំងនៃការផលិតដើម្បីបង្កើននៅសមត្ថភាពផលិតរបស់យើងក្រុមហ៊ុនរបស់យើង Conferel ក៏ធ្វើការដោយផ្ទាល់ជាមួយនឹងសហគមន៍នេសាទក៏ដូចជាបងប្អូនប្រជាកសិកររបស់យើងនៅតាមសហគមន៍ផ្សេងយើងបានសហការដោយទំនាក់ទំនងផ្សារភ្ជាប់គ្នាជាដៃគូជាអ្នកផ្គត់ផ្គង់និងជាអ្នកផលិតជាក់ស្ដែងមុននឹងសិប្បកម្មរបស់យើងទទួលបានការគាំទ្រពី Catfish Capture គឺយើងផលិតបានតែក្នុងបរិមាណជាង100គីឡូទេនៅក្នុងមួយថ្ងៃជាប្រហុកស្រស់ហើយទន្ទឹមនឹងការពង្រីកបន្ថែមនិងពង្រឹងសមត្ថភាពរបស់យើងក្រោយពីពេលដែលយើងបានទទួលការគាំទ្រគឺសិប្បកម្មអាចធ្វើបានសប្តាហ៍ថ្ងៃនេះគឺ1តោនប្រហុកស្រស់នៅក្នុងមួយថ្ងៃវឌ្ឍនភាពប្រកបដោយនវានុវត្តន៍នេះជាការរួមបញ្ចូលបច្ចេកវិទ្យាជាមួយផលិតផលប្រពៃណីដើម្បីនាំវិស័យជលផលកម្ពុជាចូលទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ។